របៀប boost យកវីដេអូ view នៅក្នុង Ad Manager អញ្ចឹងមុនធ្វើការ boost ខ្ញុំសូមបញ្ជាក់ផងដែរនេះគ្រាន់តែជាការបង្ហាញពីខ្ញុំទេបើសិនជាបងប្អូនអរគ្នាអត់ច្បាស់ឬក៏អត់ធ្លាប់ធ្វើការ boost សោះតែម្ដងកុំចេះតែចុចតាមអីប្រយ័ត្នតែ Facebook កាត់លុយមករករឿងខ្ញុំអត់ដឹងទេហើយถ้าអ្នកគាត់ចង់រៀន boost page ឲ្យគិតថ្លៃអាចចូលទៅរៀនវគ្គ free មួយនេះបានដែលគាត់តែ comment ពីតា boost នៅខាងក្រោមអញ្ចឹងយើងចូលមកមើលរបៀបបង្កើត boost យក view របស់យើងវិញមកហើយពេលយើងចូលមកដល់ Ad Manager យើងចុចត្រាកន្លែង create ad នេះមកហើយត្រង់កន្លែងនេះយើងរើសយកនៅ engagement objective continue មកហើយខាងក្រោមនេះគឺខ្ញុំរើសយក menu engagement campaign ដែលថងកន្លែងនេះយើងអាចធ្វើការដាក់ឈ្មោះតាម style របស់យើងបានអញ្ចឹងដាក់ឈ្មោះរើសឲ្យថងកន្លែងនេះគឺខ្ញុំអត់ប៉ះទេដោយសារតែខ្ញុំអត់មាន boost តតងជាមួយការរើសបុគ្គលិកឬក៏តតងជាមួយនឹងអចលនទ្រព្យអីទេហើយថងកន្លែងនេះគឺយើងរើសយក auction បើយើង tab ហើយថងកន្លែងនេះគឺជាកន្លែងដែលយើងអាចធ្វើការដាក់លុយបានថងកន្លែងការដាក់លុយនេះផងដែរគឺយើងអាចដាក់បានពីរគឺមាន lifetime budget និង daily budget ហើយថងកន្លែងដាក់លុយនេះផងដែរគឺយើងអាចដាក់បានពីរកន្លែងដូចគ្នាទៀតគឺដាក់ក្នុងនឹងក៏បានដាក់នៅកន្លែងនេះក៏បានដែរកន្លែងខ្ញុំដាក់5រៀលសាកមើលអញ្ចឹងកន្លែងនេះគឺអត់មានអីច្រើនទេគឺមានតែប៉ុណ្្នឹងហើយយើងចូលមកកន្លែងនេះវិញមកអត់ដល់កន្លែងនេះគឺយើងដាក់ឈ្មោះធម្មតាមកហើយយើងធ្វើការរើសនៅ page ដែលយើងចង់ធ្វើការ boost ហ្នឹងហើយត្រង់កន្លែង conversion គឺយើងរើសមកតែយើងចង់ convert នៅកន្លែងណាគឺខ្ញុំចុចត្រង់កន្លែង on your ad ហើយត្រង់កន្លែងនេះគឺខ្ញុំរើសយក video view អញ្ចឹងចូលមកខាងក្រោមទីមកត្រង់កន្លែង budget schedule នេះគឺយើងអាចធ្វើការកំណត់នៅថ្ងៃចាប់ផ្ដើមនិងថ្ងៃបញ្ចប់នៃការ boost របស់យើងបានតែចាស់ស្ដែងមែនតើត្រង់កន្លែងនេះបើសិនជាយើងបានបដូរតិចគឺ Facebook ចាប់ឲ្យយើងមួយខែតែម្ដងនេះថ្ងៃទី25ខែ2អានេះគឺថ្ងៃទី25ខែ3ជាងចាប់ boost មួយថ្ងៃយើងថយមកក្រោយមកតែប៉ុណ្្នឹងឯងហើយថងកន្លែងនេះគឺជា location យើងបដូរមកតែយើងចង់ boost ដាក់នៅណា location នៅណាចង់ boost តាមខេត្តក៏បានឬក៏ boost មក Cambodia ក៏បានដែរយើងចុចមកយើងធ្វើការបដូរមកអញ្ចឹងថងកន្លែងនេះគឺអស់ហើយចូលមកខាងក្រោមតិចមកត្រង់កន្លែងនេះហើយកន្លែងនេះគឺជាកន្លែងយើងអាចធ្វើការរើស audience បានយើងអាចរើសបានពីរគឺមាន original audience និង advantage plus audience តែ advantage plus audience ហ្នឹងគឺយើងមាន AI របស់ Facebook ជំនួយក្នុងការចាប់យក audience ឬក៏ក្រុមអតិថិជនគោលដៅរបស់យើងបន្ថែមផងដែរហើយថងកន្លែងហ្នឹងក៏យើងអាចធ្វើការ target បន្ថែមបានដូចគ្នាយើងអាចធ្វើការកែនៅ gender កែនៅអាយុកែនៅអីផ្សេងៗបានឬក៏ដាក់នៅ interest បន្ថែមក៏បានដែរក៏ប៉ុន្តែយើងបន្ថែមជាមួយនឹង AI របស់ Facebook ហើយថងកន្លែងនេះគឺអស់ហើយមកខាងក្រោមតកន្លែង placement នេះគឺយើងអាចរើសបានចំនួន2ដែរគឺមាន advantage placement និង menu placement អញ្ចឹងខ្ញុំយក advantage ចុះមកខាងក្រោមលេខ3នេះគឺជាកន្លែង ad កន្លែងនេះធ្វើការដាក់ឈ្មោះ ad របស់យើងធម្មតាមកហើយថងកន្លែង identity នេះគឺជាកន្លែងដែលយើងរើស page ថងកន្លែងនេះផងដែរបើសិនជាយើងអត់ទាន់បានដាក់ថងកន្លែងនេះឬក៏យើងចុចឲ្យពីទីណាមួយថងកន្លែងនេះយើងអាចដាក់ page បានគឺយើងអាចធ្វើការមកដាក់ page ត្រង់កន្លែង ad នេះបានហើយកន្លែង ad setup នេះគឺជាកន្លែងដែលយើងធ្វើការរើស ad តែយើងចង់បង្កើត ad ឬក៏យើងចូល post ដែលយើងផុសហើយខ្ញុំចង់យក post ដែលខ្ញុំផុសហើយ select មកមើលវីដេអូមួយនេះចោអូខេយើងទៅតាមជាមួយការ boost view របស់យើងនេះគឺមានតែប៉ុណ្្នេះទេហើយថងកន្លែងនេះវាចេញអញ្ចឹងដោយសារតែថងកន្លែងថ្ងៃនេះគឺយើងសារ៉េដាក់យូរពេកហើយថងកន្លែងហ្នឹងតោះតែយើងកែថងកន្លែងនេះឲ្យវាថ្ងៃនេះសមជាមួយ budget របស់យើងចាយមកហើយថងកន្លែងនេះគឺវាបាត់ទៅវិញហើយប៉ុន្តែតោះតែយើង public សិនវាបាត់ក៏ប៉ុន្តែបើសិនជាវាអត់ទាន់បាត់ទៀតយើងអាចធ្វើការសារ៉េតាមក្រោយបានអូខេអញ្ចឹងមានតែប៉ុណ្្នេះទេអរគុណច្រើន